ករណាយ៉ាងប្រញាប់សូមលោកបងទទួលសេចក្តីគោរពពីខ្ញុំព្រះករុណាយឹមលុះមើលចប់លឹមបានប្រគេនសម្បុត្រទៅលោកគ្រូបានសួរថាតើឯងយល់ដូចម្ដេចសម្បុត្រនេះឯងត្រូវទៅជួបយឹមឯងមុខជាដឹងរឿងរ៉ាវច្រើនទៀតឯងស្គាល់យឹមជាក់លាក់ទេស្គាល់ជាក់លាក់ណាស់ព្រះករុណាខ្ញុំព្រះករុណាហៅគាត់តែលោកគ្រូហើយកុំតែជាប់ម៉ែឪចាស់កុំអីមិនត្រឡប់មកភូមិវិញទេនៅជាមួយគាត់ឯបាសាក់ព្រះត្រពាំងរហូតស្រេចយឹមពីដែនឈ្មោះរឿងលោកគ្រូបានកាត់សម្ដីហើយគាត់បន្តថាយឹមបានរៀនសាលាបារាំងដល់ថ្នាក់លេខ1រួចបានចូលធ្វើទាហានជើងក្រហមទៅច្បាំងស្រុកបារាំងនៅសង្គ្រាមឆ្នាំ1914ដល់1918ក្រោយសង្គ្រាមចប់យឹមបានលាចេញពីកងទ័ពហើយបានចូលធ្វើកម្មករនៅប្រទេសបារាំងគាត់បានរស់នៅស្រុកបារាំងបាន 4-5 ឆ្នាំដែរហើយក៏សរសើរស្មារតីសេរីភាពនិងសមាភិបប្រជាជនបារាំងមកដល់ស្រុកខ្មែររបស់យើងវិញបានជាង 2 ឆ្នាំយឹមត្រូវរាជការចាប់ឲ្យធ្វើទាហានជើងក្រហមម្ដងទៀតបណ្ដោយកាលប្រជាជនវៀតណាមវាយបារាំងនៅកូសាំងស៊ីនបារាំងបានកេណ្ឌខ្មែរឲ្យទៅបង្ក្រាបយឹមត្រូវបារាំងបញ្ជូនទៅដែរអំពីខកខើរបស់កងទ័ពអាណានិគមបារាំងធ្វើឲ្យយឹមប្រឆាំងវិញជាច្រើនដែរមិនគ្រាន់តែមិនចាប់ធ្វើបាបប្រជាជនដោយទាហានបារាំងដែលច្រើនចាប់ស្រីកូនក្រមុំសម្លាប់កូនក្មេងប្លន់យកមាសប្រាក់យឹមបានជួយឧបត្ថម្ភដល់ប្រជាជនស្រុកស្រែចំការទៅវិញគាត់ទៅដល់មុនបារាំងកាលណាគាត់បានបោកផ្លូវឲ្យប្រជាជនរត់គេចយកទ្រព្យសម្បត្តិធានទៅលាក់យឹមធ្វើរបៀបនេះមិនបានយូរទេក្រោយមកបារាំងវាពិនិត្យដឹងថាជាយឹមដឹងខ្លួនក៏បាននាំពួកគាត់រត់តែបារាំងតាមបាញ់ខ្ចាត់ខ្ចាយយឹមម្នាក់ឯងបានគេចរួចខ្លួនហើយតែត្រូវរបួសយ៉ាងខ្លាំងនៅជើងឆ្វេងហេតុនេះហើយបានជាគាត់ដើរខើចបារាំងរកគាត់មិនឃើញក៏បានលុបឈ្មោះគាត់ថាគាត់ស្លាប់ក្រៅពីនេះយឹមបានតាក់ទងជាមួយអ្នកតស៊ូវៀតណាមជាច្រើនអ្នកហើយគាត់ក៏បានប្រែឈ្មោះលាក់ខ្លួនពួននៅបាសាក់ព្រះត្រពាំងគាត់គ្មានទីលំនៅនឹងថឹងទេគាត់ផ្លាស់ឈ្មោះញឹកណាស់គាត់ជាមនុស្សល្អយុត្តិធម៌ពិតខ្ញុំព្រះករុណាស្គាល់ដឹងឡៃរបស់គាត់ពិតហើយកន្លះឆ្នាំដែលនៅជាមួយគាត់ខ្ញុំព្រះករុណាបានយល់ដឹងស្គាល់រឿងការបដិវត្តស្រុកធំយឹមជាអ្នកចូលចិត្តដាស់សតិប្រជាជនណាស់ឯងត្រូវទៅជួបគាត់កុំបីខានខ្ញុំព្រះករុណាចូលចិត្តណាស់គាត់សំណាក់នៅកន្លែងណាដែរនៅភ្នំពេញគាត់សំណាក់ផ្ទះលោកដួងនៅក្រោយវត្តបុទុមខាងជើងស្រះក្រោយដំណើរមួយសង់ថ្មីឯងស្គាល់គាត់ហើយមិនចាំបាច់យកសម្បត្តិពីឯងទេមិនចាំបាច់សម្បត្តិទេខ្ញុំព្រះករុណាស្គាល់គាត់ហើយតែខ្ញុំព្រះករុណាមកនេះមានបំណងមួយគឺមុននឹងចេញពីភូមិយិនទៅខ្ញុំព្រះករុណាសូមផ្ញើធាតុ3នេះនៅនឹងព្រះអង្គលោកគ្រូផងថារួចលឹមក៏ប្រគេនធាតុ3កញ្ចប់ទៅលោកគ្រូហៅក្មេងយកទៅដាក់ក្នុងទូបន្ទាប់មកលោកមានពុទ្ធដីកាទៅកាន់ក្មេងថាអន្តិតឯងកុំអោទៅណាអីឯងមានកិច្ចច្រើនផ្ដាំផ្ញើឯងទៀតលាភូមិកំណើតព្រឹកថ្ងៃបន្តថ្វាយបង្គំលាលោកគ្រូពេលថ្ងៃកំពស់ចុងឈឺនៅផ្ទះលឹមមានមនុស្សក្មេងចាក់មកជួបជុំពូស្វាយនិងមីពោតបានមកជូនដំណើរនឹងឲ្យពោថាទៅឲ្យបានសុខសប្បាយរកស៊ីឲ្យប្រកបឈ្នះមាសត្រូវមកអើតភូមិដើមអំពិលផងកំចៅយូរពេកណាតែមួយវិញទោះបីជាគាត់នៅរហូតដល់ចុងភូមិខាងត្បោងក៏ខំឆ្លៀតមកជូនដំណើរផ្ដាំផ្ញើលឹមដៃទៅខំរកស៊ីឲ្យមែនទេណាសិនសំលួយឲ្យបានច្រើនមកជាធ្លុកស្រែត្រពាំងមួយម៉ែឪឯងវិញអាចារ្យកឹមបានមកសុំទោសលឹមថាពូខំនិយាយអង្វរអងប៉ាងថាកុំឲ្យអូស្រែឯងដែរតែគាត់មិនស្ដាប់គាត់ប្រាប់ពូថាឲ្យឯងនៅផ្ទះនេះមួយខែទៀតចុះគាត់មិនតន់ដាក់ស្រូវភ្លាមទេហើយនេះពូគ្មានអ្វីឲ្យឯងទេពូបានតែក្រមាមួយនេះដាមីងឯងទៅតែនឹងកាត់ពីកៃម្សោយមឹងឲ្យយកទៅគ្រាន់នឹងដណ្ដប់ផ្លាស់ងូទឹកកុំខឹងនឹងពូថាពូមិនជួយអ្នកភូមិយើងឲ្យសោះញាក់យិនប្រពន្ធខ្មោចអិនទឹកអិនក៏បានមកតំអួយដែររងកម្មមែនគូលីជប៉ុនប្រត់ព្រះអស់ហើយលឹមមុខស្រងត់ស្ងាត់បានលៀនអ្នកមកជូនដំណើរគាត់លើកអង្គហើយនឹងកណ្ដៀតបង្វិតមួយដែរចេញទៅជើងសំដៅទៅធ្នល់ខាងលិចភូមិចាំរត់ទេសេះក្មេងរត់ស្រតាមគាត់ខ្លះជួយកាន់បង្វិតខ្លះទៀតដណ្ដើមថង់អង្គមីងកតនងមីងអូប្រពន្ធអាចារ្យកឹមក៏បានជូនមកធ្នល់ដែរកន្លះម៉ោងក្រោយរត់ទេសេះដឹកជ្រូកមួយមកពីត្បូងលឹមហៅជីអ្នកជូនដំណើរបានស្រ័យឲ្យពោម្ដងទៀតថាទៅឲ្យសុខសប្បាយកុំភ្លេចភូមិយើងឆាប់មកវិញ
38លឹមបានអើតពីរទេះសេះលើកដៃស្រែកតបមកវិញលាហើយសូមនៅឲ្យបានសុខសប្បាយរទេះសេះបមកជើងដល់ក្បាលថ្នល់ព្រែករស័យព្រែកថ្នោតស្ពានជ្រោយតាអកមកដល់ស្ពានកូនកាត់លឹមចុះពីរទេះដាល់សំដៅទៅក្រោយវត្តបូទុំជ្រុងខាងជើងជាប់ស្រះក្នុងដំណាក់មួយសង់ថ្មីសួររកផ្ទះលោកដួងឡាងចូលទៅក្នុងផ្ទះឈ្នួលមួយក្នុងរបងដំណាក់លឹមបានឃើញឧបាសកខើជើងកំពុងតែអង្គុយមើលសិភៅម្នាក់ឯងលឹមបានគួរសមជម្រាបសួរគាត់សុខសប្បាយទេភ្លេចខ្ញុំហើយឬនៅលោកគ្រូបាទសុខសប្បាយទេអញ្ជើញមកមានការអ្វីខ្ញុំឈ្មោះលឹមកូនសិស្សលោកគ្រូមកអូអញ្ជើញអង្គុយមកយ៉ាងមិនហើយសុខសប្បាយទេលោកបងបានស្រួលព្រះអង្គទេខ្ញុំទន្ទឹងមើលតែផ្លូវប្អូនលឹមបាននិយាយប្រាប់ហេតុការណ៍គ្រប់យ៉ាងដែលបានកើតឡើងក្នុងគ្រួសាររបស់គាត់យឹមបានជួយរំលែកទុក្ខហើយបានលួងលោមថាការប្រត់ប្រាស់នេះគឺបណ្ដាលមកពីសង្គ្រាមចក្រពន្ធបើចង់ស្រួលចង់សុខតលតែយើងប្រឹងខ្ញុំចង់ពឹងបងបន្តិចដល់ឃ្លានេះយឹមឈប់និយាយគាត់អើតមើលឆ្វេងស្ដាំចោលភ្នែកមើលនាឡិកាឃើញម៉ោង10កន្លះបន្ទាប់មកគាត់និយាយបន្តថាខ្ញុំមានពេលខ្លីណាស់ថ្ងៃនេះហើយខ្ញុំជម្រាបឲ្យដឹងឲ្យទៅចុះសូមប្អូនកុំប្រាប់នរណាឲ្យសោះខ្ញុំចង់ពឹងប្អូនបន្តិចការនោះធ្ងន់ឬស្រាលទៅប្អូនដឹងស្រាប់ហើយលោកបងបានប្រាប់ប្អូនសពគ្រប់ហើយបានជាឲ្យលោកប្អូនមកផ្ទះនេះមិនមែនជាផ្ទះខ្ញុំទេម្ចាស់ផ្ទះបានត្រូវជាប់ឃុំនៅគុកហើយមួយខែទៀតនឹងត្រូវកាត់ទោសដួងបានឲ្យដំណឹងមកតាមប្អូនមឹងគាត់ថាត្រូវតែរត់ចេញពីគុកដើម្បីទៅរកគ្នាវាយបារាំងមឹងប្អូនដួងទៅផងមិនតាន់បានព្រោះត្រូវឲ្យនៅរៀនទៀតខ្ញុំយល់ថាប្អូនបំពេញកិច្ចនេះបានទើបបានជាខ្ញុំផ្ញើសម្បត្តិហៅប្អូនមកតើប្អូនជូនដួងទៅស្វាយដូនកែវបានឬទេខ្ញុំមិនប្រសពទេតែក៏ត្រេកអរនឹងបំពេញភារកិច្ចនេះបើប្អូនយល់ព្រមដល់ថ្ងៃអាទិត្យពេលព្រឹកចូលប្អូនជួបមឹងតាកទួងជាមួយគ្នារកថ្នាំសង្កូវលួយកាក់និងរើសថ្ងៃឲ្យបានស្រួលបានម្យ៉ាងទៀតត្រូវរក្សាសម្ងាត់ឲ្យមែនទែនកុំឲ្យបែកការខ្ញុំមួយអាទិត្យទៀតក៏ត្រឡប់ទៅស្រុកក្រៅមិនដែរនិយាយដល់ត្រង់នេះនាឡិកាភ្លេងព្យួរនៅជញ្ជាំងបានទូមប្រាប់ថាម៉ោង11ខ្វះប៉ាំយឹមក្រោកពាក់អាវស្លីកខោបណ្ដាលនិយាយបណ្ដាលខ្ញុំស្ដាយណាស់ដោយពុំបាននៅជជែកយូរខ្ញុំទ្រុតីដោយខាន់មិនបានជួបបងខ្ញុំនៅផ្សារកាប់គោម៉ោង11នេះប្អូនឯងនៅសំណាក់ឯណាដែរខ្ញុំសំណាក់នៅវត្តលង្កាបើដូចនោះអញ្ជើញទៅសិនចុះដល់ស្អែកព្រឹកថ្ងៃអាទិត្យមកជួបប្អូនមឹងនៅកន្លែងនេះសូមប្អូនកុំឲ្យបែកការឲ្យសោះថាចប់យឹមនឹងលឹមចេញពីផ្ទះហើយអ្នកទាំងពីរក៏បានលីគ្នាផ្លូវថ្មីក្រោយខ្មឹងបារាំងចូលមកប្លន់ប្រទេសយើងវិញប្រជាជនខ្មែរយើងគ្រប់ជាន់ថ្នាក់ហើយដែលសំខាន់នោះគឺប្រជាជនកសិករស្រីប្រុសក្មេងចាស់បានក្រោកឡើងគ្រប់តំបន់នាមឺអ្នកជំនួយសិស្សានុសិស្សប្រិស័ងបានរកគ្រប់វិធីប្រឆាំងនឹងការជិះជាន់នៃខ្មឹងបារាំងពិតមែនតែពួកអាណានិគមនិយមបារាំងនិងជ្រៀតជ្រែកចក្រភពអាមេរិកកាំងបានប្រើកលល្បិចលបងកំហែងដុតសម្លាប់យ៉ាងឃោរឃៅកម្លាំងប្រជាជនខ្មែរបានរីកធំជាលំដាប់នៅគ្រប់ខេត្តក្នុងប្រទេសប្រជាជនបានជួយឧបត្ថម្ភគ្រប់ផ្លូវខ្លះឲ្យកូនទៅតស៊ូខ្លះជួយប្រាក់ជួយអង្គខ្លះជួយថ្នាំខ្លះជួយបុណ្យព្រះឲ្យឈ្នះលាក់ក្រោយពេលដែលលឹមជូនដួងទៅស្វ័យដូនកែវបានប្រហែលជិត5ឆ្នាំមឹងបានប្រឡងជាប់ចេញពីវិទ្យាល័យហើយបានធ្វើការក្នុងរាជការនៅខេត្តព្រៃវែងមឹងបានស្គាល់គ្រួសារអ្នកពេជ្រណារីគ្រួសារនេះបានរាប់អានមឹងដោយសាច់ញាតិអ្នកគ្រូគូរស់ប្អូនជីដូនមួយអ្នកពេជ្រណារីបានរាប់អានមឹងយ៉ាងស្មោះត្រង់ហើយជិតស្និទ្ធស្ទើររាល់ថ្ងៃអាទិត្យឬថ្ងៃបុណ្យគ្រួសារគូរស់បានបបួលមឹងទៅជួបជុំបាយទឹកឬបបួលគ្នាដើរលេងល្ងាចអាទិត្យមួយក្នុងខែអាចារ្យមឹងនិងអ្នកគ្រូគូរស់អ្នកពេជ្រណារីនិងគ្នាច្រើនទៀតបាននាំគ្នាចុះទៅដើរលេងវាវប្រាំងដើរយកខ្យល់អាកាសស្រូបទិញចាបអ្នកគ្រូគូរស់និងមឹងបានជជែកគ្នាជក់មាត់សយ៉ាងរីករាយខ្យល់អាកាសបានផាត់ច្រើនអ្នកទាំងពីរឲ្យឃ្លាតឆ្ងាយដាច់ពីគេអ្នកគ្រូគូរស់បានផ្ដាំសួរថាមឹងឯងរៀនចម្វ័នណាដែររៀនយំនន់គូរស់ឯងយើងប្រឡង safety fika ធំបន្ទប់ជាមួយគ្នាខ្ញុំបានខ្ចីក្រដាសផ្ដិតគូរស់ឯងថងហើយទាំងខំប្រឹងប្រជ្រៀតគេឯងជួយមើលឈ្មោះឲ្យគូរស់ឯងទៀតអរគុណហើយដែលបានជួយខំមើលឈ្មោះខ្ញុំនោះចុះនៅវិទ្យាល័យពួនជ្រុកកន្លែងណាក៏ខ្ញុំមិនដែលប្រទះមុខម្ដងសោះធម្មតាស្រីនៅវិទ្យាល័យស្គាល់រាប់អាននិយាយរកតែអ្នកដែលរៀនពូកែសូត្រមេរៀនបារាំងនិងកូនលោកធំអ្នករៀនខ្សោយកាន់កន្ទុយគេមិនស្គាល់ទេនិយាយមិនត្រូវទេក្រែងតែគេឯខ្ញុំវិញខ្ញុំមិនប្រកាន់អ្នកខ្សោយអ្នកពូកែឡើយហើយឈប់និយាយពីរឿងនៅវិទ្យាល័យទៅឥឡូវមឹងឯងមិនគិតរកគូស្រករទេឬអ្នកបងពេជ្រណារីបានប្រាប់
ប្រាប់ខ្ញុំថាមឹងឯងឧស្សាហ៍ទៅលេងចាស់លោកចៅហ្វាយណាមិនពេញចិត្តអាមុំឬសវណ្ណាស្រឡាញ់ណាមួយប្រាប់ខ្ញុំបានចូលចិត្តអាមុំកូនលោកឬសវណ្ណាក្មួយលោកបើមិនហ៊ាននិយាយចាំខ្ញុំជួយខ្ញុំតែពេញចិត្តនោះណាហើយខ្ញុំជួយទាល់តែសម្រេចខ្ញុំគ្មានគិតដូចគូរោឯងស្មានទេរឿងផ្ទះសម្បែងស្រេចម៉ែឪទុកដាក់ចោះចង់អស់សំណើចណាស់ស្រេចលើម៉ែឪខ្ញុំខំមឹងឯងស្រឡះខ្ញុំក៏ចូលចិត្តនោះណាខ្ញុំប្រាប់ម៉ែឪភ្លាមតែមឹងឯងអាឡ័យគិតតែផ្កាយលើមេឃត្រូវចេះមើលផ្កាចិត្តខាងក្នុងរបងជាមួយផងរាល់ព្រឹកខ្ញុំបានបេះផ្កាម្លេះក្នុងរបងយើងគូរោឯងមិនឃើញទេឬដែលឃើញខ្ញុំមើលផ្កាយស្រែកយំរកប្រច័ណ្ឌអណ្ដែតអណ្ដូងពីអង្កាយណាបើខ្ញុំហៅរកខ្ញុំហៅគូរោឯងចាំតែម្ដងនេះបញ្ចំគ្មានជាទាស់សោះតែម្ដងគ្មាននរណានិយាយឈ្នះមឹងឯងទេខ្ញុំដើរលេងរាល់ល្ងាចជំនួយក៏មិនធុនដែរអាមុំចិត្តគេមិនដូចយើងទេគេមិនអើពើនយោបាយទេគំនិតគេឆ្ងាយពីយើងណាស់កុំតលេងនឹងគេញឹកពេកមឹងបានមើលមុខអ្នកគ្រូគូរោគ្មានចេញស្ដីហើយបន្តដំណើរទៅមុខទៀតបន្ទាប់មកអ្នកគ្រូហុចបារីទៅមឹងនិយាយថាកាលពីថ្ងៃប្រហូតខ្ញុំស៊ីលៀងផ្លាស់លោកគ្រូសារ៉ូមគេអោបបារីខ្ញុំមិនជក់ខ្ញុំនឹកឃើញមឹងឯងក៏ទុកយកមកឲ្យខ្ញុំដាក់ជាមួយផ្កាម្លេះក្រអូបទេក្រអូបមឹងបានឆ្លើយហើយដើរបែបគិតអ្វីផ្សេងមួយស្របកក្រោយមឹងបាននិយាយគូរោឬស្នូកានុងទេអោបអោរនីទីតែម្ដងគេបាញ់គ្នានៅឯណាប្រហែលបាញ់គ្នានៅព្រំដែនព្រៃវែងទេឬឮថាភ្នំរងដំរីជាសម្បុកខ្មែរអសរៈខ្ញុំឮថាពួកវាមានរោងចក្រនៅព្រំដែនថងហើយឮថាពួកបារាំងចូលមិនចុះទេពីអាទិត្យមុនឮថាកងទ័ពពោធិកំបោរបានចូលមកដល់បន្ទាយព្រៃនគរដែលជាបន្ទាយស៊ីវត្ថាកាលបះវាយបារាំងជាន់មុនមឹងឯងចូលចិត្តនិយាយរឿងវែងឆ្ងាយណាខ្ញុំមិនចង់គិតរឿងអស់ទាំងនេះទេតែនឹករឿងនេះពិបាកខ្លួនណាឮថាគេចិត្តចាប់ទាហានខុងលឺខ្ញុំបានដឹងថាបារាំងនិងអាមេរិកាំងបានបង្ខំបើកដៃឲ្យចេញច្បាប់ចាប់កូនវៀតណាមឲ្យចូលធ្វើទាហានត្រង់សឹកខ្មែរយើងមិនតន់ឃើញច្បាប់នៅឡើយហើយមិនដឹងថាបារាំងអាមេរិកាំងដាក់ស្នៀតដោយស្រុកវៀតណាមឬមួយទៀតក៏ដាក់ស្នៀតបោកបន្លំយ៉ាងណាទេវិវោហើយបើដូចនោះអស់បានសុខហើយបំណងយើងពីរនាក់យ៉ាងណាទៅបំណងអីស្អប់តែធ្វើពើតានេះនៅតែមិនព្រមយល់បើមិនយល់ក៏ហែកចុះគេនិយាយថាមងឯងជាមនុស្សត្រឹមត្រូវស្លូតហើយនឹងណូណាពូប្លង់តុងហឹមបានមកលេងផ្ទះខ្ញុំអាទិត្យមុននិយាយប្រាប់ខ្ញុំថាមងឯងល្អនឹងអ្នកធ្វើការជាមួយណាហើយចេះការពារមិនឲ្យបារាំងរំលោភលើអ្នកធ្វើការនៅក្រសួងមងឯងវៀតណាមក៏ដូចខ្មែរសរសើរមងឯងណាគេបុនឲ្យតែមងឯងឡើងធ្វើនាយក្រសួងនៅខេត្តនេះនៅពេលបារាំងទៅស្រុកខ្ញុំមិនសប្បាយនឹងធ្វើការទេគ្រាន់តែដើរទៅត្រង់ណាក៏មានពួកគិញដើរតាមដែរកាលពីអាទិត្យមុនបារាំងចៅខែវឃ្លៀមហៅខ្ញុំទៅគាត់បន្ទោសថាខ្ញុំមិនចេះធ្វើការខ្ញុំបានឆ្លើយតបទៅវិញថាបើខ្ញុំគ្មានសមត្ថភាពដេញខ្ញុំចោលទៅខ្ញុំមិនអង្វរទេបារាំងមើលមុខហើយសួរខ្ញុំថាចង់ជាប់គុកទេខ្ញុំបានសួរវិញថាខ្ញុំមានទោសអីបារាំងនៅស្ងៀមមួយស្របក់ក្រោយគាត់ប្រាប់ខ្ញុំថាបើចង់សោកត្រូវចេញពីស្រុកខ្មែរព្រោះគិញប៉ងចាប់ធ្វើនយោបាយមិនបានទេនៅស្រុកខ្មែរមិនដូចស្រុកបារាំងឡើយអាទិត្យមុនខ្ញុំបានដាក់ពាក្យមួយសូមផ្លាត់ទៅភ្នំពេញប៉ុន្តែបារាំងមិនបានឆ្លើយខ្ញុំមិនចង់ឲ្យមឹងឯងផ្លាស់ទេនៅទីនេះយូរទៀតមិនបានទេខំមានរឿងធំជួបគុកឥតប្រយោជន៍មឹងឯងមិនធុញទ្រាន់នឹងផ្ទះសពថ្ងៃឬអ្នកបងពេជ្រណារីគាត់ចិត្តបានណាពិតមែនតែគាត់មិនទាន់មានផ្ទះសម្បែងតែគាត់ស្គាល់ចិត្តថ្លើមយើងណាគាត់ទុកមឹងឯងដូចប្អូនបង្កើតអញ្ចឹងនៅក្នុងពួកបារាំងខូចខ្លួនឃើញតែបៀឃើញតែសំនួកឃើញតែស្រាឃើញតែស្រីឃើញតែយោះសក្ដីឃើញតែត្បូងទាំងគ្រាប់យ៉ាងយូរមួយអាទិត្យទៀតខ្ញុំផ្លាស់ហើយតែខ្ញុំមិនភ្លេចចិត្តថ្លើមគូរੂអាងចំពោះខ្ញុំទេខ្ញុំកត់ទុកមិនភ្លេចក្អឹងស្នូកានុងញាបរន្ធាន់បានបង្អាក់មឹងឲ្យឈប់និយាយមឹងផ្ទៀងត្រចៀកស្ដាប់ហើយចាប់និយាយតថ្ងៃនេះកានុងបាញ់ញាប់តែម្ដងតែលឺស្នូកានុងខ្ញុំនឹងដល់បងខ្ញុំណាកាលខ្ញុំនៅវិទ្យាល័យបងដួងបានជាប់គុកគាត់បានរត់ចេញពីគុកតាំងពីនោះមកខៀងមិនដែលបានដំណឹងពីគាត់ម្ដងសោះខ្លះថាគាត់ធ្វើអិសរៈខ្លះថាស្លាប់ខ្លះថានៅសៀមឱកាសណានៅបានជួបគាត់ខ្ញុំឮថាឈ្មោះនូដួងធ្វើមេអិសរៈតំបន់កញ្ច្រែកនឹងឬមឹងឯងប្រហែលជាគិញបារាំងបានដឹងថាបងខ្ញុំនៅតំបន់នេះហើយមើលទៅបានជាបារាំងចៅវ៉ាខ្ញុំប្រាប់ឲ្យខ្ញុំចេញពីស្រុកខ្មែរកុំនៅនាំមានគ្រោះថ្នាក់និយាយដល់ត្រឹមនេះមឹងឈប់គាត់ហូតកូនក្រដាស់តមួយមើលមានសេចក្តីថាមកដល់ប្អូនសំឡាញ់បងមានសេចក្តីត្រេកអរដោយដឹងថាប្អូននៅជាតិបងជីពុនពេកហើយបានដឹងថាប្អូនសុខសប្បាយជាទេអាចចំណែកបងវិញបានចេញពីប្រទេសសៀមហើយឆ្លងមកដល់តំបន់បូពែទីនេះ4ខែហើយប្រទេសសៀមចង្អៀតណាស់ព្រោះចក្រពត្តិអាមេរិកកាន់កាប់ការតស៊ូរបស់ប្រជាជនយើងបានកើនរីកធំនៅគ្រប់ខេត្តតែការបុករុករបស់ខ្មាំងក៏កាន់តែខ្លាំងឡើងដែរអាណានិគមនិយមបារាំងនិងជ្រៀតជ្រែកអាមេរិកាំងបានចាត់តាំងពួកចៅជាច្រើនក្រុមឲ្យខ្លាញ់ខ្លួន
ថាជាពួកតស៊ូការតស៊ូរបស់យើងពិបាកវេទនាយូរអង្វែងប៉ុន្តែប្រកបជាមានជ័យជំនះចុងបំផុតជំរាបម៉ែឪព្រមទាំងមាមីងបងទាំងអស់គ្នាផងថាបងបាងសេចក្តីសុខសប្បាយជាទេហើយទាល់តាបានសន្តិភាពឯករាជ្យប្រជាធិបតេយ្យទើបបានត្រឡប់មកវិញបងលាហើយដួងមើលសម្បត្តិនេះចប់មឹងបឹកទុកវិញដើរគ្មានស្ដីអ្នកគ្រូគូរស់បាងសួរមឹងឯងមិនរៀនអ្វីខ្ញុំជ្រួសសម្ដីទៅឬប្រាប់ខ្ញុំផងក្រាញ់ខ្ញុំជួយបានខ្លះសម្បត្តិអាមុំនិយាយស្អីមានមែដូចនេះទេគូរស់ឯងជានារីគប់ជាតិរបស់ខ្ញុំតែណោះខ្ញុំមិននិយាយទេថ្ងៃស្អែកចាំដឹងឥឡូវយើងមើលទេសភាពវាលប្រាំងទីទាំងវិញបើសំលេងខ្ញុំបានខ្ញុំរាប់ដាំឈឺរាប់ចាប់ដែលហើទាំងហ្វូងនៅប្រព្រៃឲ្យគូរស់ឯងស្ដាប់រស់សំលេងមួយបានហៅគូរស់អ្នកបងពេជ្រនារីគាត់ស្រែកហៅយើងហើយតោះយើងដើរតែរកកូនអ្នកទាំងពីរបានបណ្ដាគ្នាដើរមករកអ្នកពេជ្រនារីហើយម៉ងបាននិយាយថាខ្ញុំចាំស្អែកមិនបានទេគូរស់ដឹងទេស្អែកនេះមានរឿងអ្វីចម្លែកស្អែកនេះម៉ែខ្ញុំមកលេងព្រឹកស្អែកខ្ញុំត្រូវទៅមើលការនៅអូរ៉ាំងអូគូរស់ឯងមើលថែតំគាត់ផងដំណឹងនេះបានធ្វើឲ្យអ្នកគ្រូគូរស់សើចសប្បាយលន់មាត់ប្រាប់ទៅអ្នកពេជ្រនារីថាគ្រាន់តែទៅមើលការអូរ៉ាំងអូហើយស្អែកនឹងជួយមកកុំមឹងខ្វល់ដៃអ្នកបងសូមអ្នកបងទទួលពាក្យគាត់ផងហើយសូមកុំឲ្យគាត់ពិបាកចិត្តពេកមិនខែពិសាឬក៏ទឹកអាសាថែទៅកុំឲ្យយូរពេកអ្នកពេជ្រនារីបានជួយត្រេកអរគុំថាមួយថ្ងៃគង់តាមួយខា5ខាក៏ខ្ញុំអាចមើលគាត់បានដែរអ្នកគ្រូគូរស់បានឆ្លើយញញឹមដាក់ម៉ងអរគុណនឹងសម្ដីនេះណាតោះយើងល្មមទៅផ្ទះហើយថ្ងៃលិចហើយម៉ងបានទឿនអ្នកដាវកំសាន្តទាំងអស់បាននាំគ្នាវិលមកផ្ទះវិញអ្នកគ្រូគូរស់បានចូលជាងក្រានជៀនចាបម៉ោង8គេបាយរួចម៉ងបានលាទៅផ្ទះគាត់ដល់បន្ទប់ម៉ងបានរៀបចំកំណាត់អង្រឹងមុងបន្ទាប់មកគាត់អង្គុយលើកៅអីមុខតុទាញបារីដៃអ្នកគ្រូគូរស់ឲ្យមកជួរួចទាញដងប៉ាកាសរសេរថាបងសងងារគូរគុំងារនិនហើយសពគុំព្រួយបារប់មែនកាតតងមកអាយបាងសុខខំធ្វើខាมតែតស៊ូដេញតួខ្មាន់បារាំងអាមេរិកចក្រក្រាអូមបានយូខេងខោតាយจูคำบนลาอันเป็นส่วนเตียงรึกจังเฮียนขมามเบียเจนสรีทุนกาลกาจนหมอกเฉียดแฉดปองตราดมาจำจีบจับจีรอสุกเล่ไอเดียช่วยใกล้คล้ายจับเบียหักมาเยี่ยมมันเพียงรถพลังเตยังสลันจางกีรุกษาบูดเกยบังตุบอมเลกูรบดาวยับปูใต้กอมมีติดชายมันรมมองเลียกูรุดนิดตั้งชนายคงล้วนในไอตัวคำติงกงเม่นกันตั้งแต่ไอเมียปรุงจาตูสู้ในแหวงเสียดายจะกรอคำมันนี้เจ้าจันนิราอูเรือโอนในคงทรัดดาองรันสโนไตไล่บ้านทลาบองไก่ฟมมันเลออีสงา
វងនឹងមកហើយរំអបរកជប់បប្រទូលឹកទូរੂធ្វើគេរួមមកជួយបាសូ សរសេរចប់មឹងមើលហើយមើលទៀតដល់ម៉ោង 9 មនុស្សប្រុស2នាក់បានចូលក្នុងបន្ទប់មឹងភ្ញៀវម្នាក់បានខ្សឹបប្រមឹងថាដល់ពេលហើយយើងត្រូវទៅម្នាក់ទៀតបានយកកំណាត់អង្រឹងភួយមុងមឹងបានចកសម្ពុតក្នុងស្រោមហើយដាក់ក្រោមពូកបន្ទាប់មកគាត់ក៏បានចិនទៅតាមមនុស្ស2នាក់នោះ12សន្តិភាពការតស៊ូប្រជាជនខ្មែរវៀតណាមឡាវបានជ័យជំនះជាលំដាប់សាមគ្គីរវាងប្រជាជនទាំង3បានរីករាល់ថ្ងៃប្រជាជនស្នេហាសន្តិភាពសកលលោកបានជួយឧបត្ថម្ភដល់ការតស៊ូប្រជាជនយើងប្រជាជនបារាំងក៏បានប្រឆាំងជាខ្លាំងនៅសង្គ្រាមនៅឥណ្ឌូចិននៅខែធ្នូឆ្នាំ1952នៅវៀនថែនប្រទេសអូទ្រីសសមាជប្រជាជនសកលលោកដើម្បីសន្តិភាពប្រជុំប្រតិភូ100ប្រទេសបានធ្វើសេចក្តីសម្រេចចិត្តមួយបង្ខំរដ្ឋាភិបាលចក្រពត្តិបារាំងឲ្យឈប់ជិះជាន់ប្រទេសខ្មែរវៀតណាមឡាវនិងឲ្យប្រទេសទាំង3បានឯករាជ្យសន្តិភាពបន្ទាប់ពីនេះមានការប្រជុំមហាអំណាចទាំង4នៅក្នុងបល្ល័ង្កពិភាក្សាដល់បញ្ហាឯកភាពអាល្លឺម៉ង់ក្នុងពេលប្រជុំដើមឆ្នាំ1954លោកម៉ូលូតូរដ្ឋមន្ត្រីបរទេសសូវៀតបានស្នើឲ្យមានសន្និសីទនៅសឺណែវដើម្បីដោះបញ្ហាឥណ្ឌូចិននិងកូរ៉េហើយឲ្យមានចិនកុម្មុយនីសចូលប្រជុំផងសេចក្តីស្នើលោកម៉ូលូតូព្រមនឹងការឧបត្ថម្ភប្រជាជនស្នេហាសន្តិភាពសកលលោកព្រមនឹងកម្លាំងប្រជាជនយើងប្រឆាំងទល់នឹងអាណានិគមនិងចក្រពត្តិនិយមបានឲ្យមានសន្និសីទនៅក្រុងសឺណែវដែលចាប់ធ្វើពីថ្ងៃ21មេសារៀងរហូតមកដល់ថ្ងៃ21កក្កដា1954សន្និសីទបានសម្រេចឲ្យចេញជំនះមួយយ៉ាងទំហំមកប្រទេសខ្មែរឡាវវៀតណាមឲ្យបានសន្តិភាពឯករាជ្យបោះឆ្នោតតាមរបៀបប្រជាធិបតេយ្យកិច្ចព្រមព្រៀងសឺណែវបានធ្វើឲ្យប្រជាជនខ្មែរឡាវបារាំងវៀតណាមនិងប្រជាជនស្នេហាសន្តិភាពសកលលោកត្រេកអរជាខ្លាំងតែកិច្ចព្រមព្រៀងនេះធ្វើឲ្យពួកលមប់សង្គ្រាមនេះកើតការឆោឡោជាខ្លាំងដែរចក្រពត្តិអាមេរិកកាំងក៏បានទង់ស្គរស្រែកហៅមិត្តភ័ក្តិនិងដៃជើងរបស់គេឲ្យបង្កើតអង្គការសង្គ្រាមសេអាតភ្លាមហើយបោកបំភ័យគម្រាមខ្មែរយើងឲ្យចូលធ្វើជាកូនទាហានរបស់គេដោយកិច្ចព្រមព្រៀងសឺណែវសូរស័ព្ទកំភ្លើងតូចធំទាំងប៉ុន្មានបានឈប់លឺគ្រួសារបែកបាក់ចិត្ត10ឆ្នាំបានជួបជុំគ្នាវិញខ្លះម្ដាយបានខឿងកូនប្រពន្ធបានជួបប្តីលក្ខនឹងឡាមួយម្ដងប្រជាជនដែលត្រីគាបានវិលត្រឡប់ទៅភូមិចាស់វិញមួយម្ដងខ្មែរតស៊ូត្រឡប់ចូលមកពីគ្រប់ទិសនៃប្រទេសខ្មែរឆ្លើយសឹកទាំងសងខាងក៏ត្រូវបានដុតលែងញាក់ជាប់គុកគ្រូតស៊ូនៅក្នុងបន្ទាយប្រមុនផ្ដុំកំពង់ចាមក៏ត្រូវបានលែងវិញលឹមដែលបានជូនលួងទៅស្វាយដូនកែវក៏បានត្រឡប់មកភូមិដើមអំពិលវិញអាចារ្យកម្ពូស្វាយមីងពាត់និយិនមីងអ៊ូត្រេកអក៏ស្ទុទៅទទួលហើយលន់មាត់គ្រប់គ្នាថាគុំទៅណាវិញយកស្រែពូមីងខ្លះធ្វើទៅជាដំបងលឹមបានទៅវត្តបង្សកុលរំលឹកវិញ្ញាណក្ខន្ធយាយមុខតាង៉ែតនាងហេងព្រមតាំងមុតគាត់ច្រើនទៀតដែលបានចាក់ឋាននៅក្នុងការតស៊ូលោកគ្រូម៉ាក់សុតស្ដាំបានជួយជ្រោមជ្រែងបុណ្យបង្សកុលយ៉ាងឧឡារិកសឺម៉ាវសន្តិភាពក៏បានបើកឲ្យពូផាន់ត្រឡប់មកឃុំគោកចំបក់វិញគាត់ចេញចូលពីភូមិមួយទៅភូមិមួយដែលពន្យល់ប្រជាជនថាអាលឹមក្បត់ជាតិមកហើយវាមុខជាជាប់គុកមិនខានទេកុំស្ដាប់កុំជឿរវានិយាយឲ្យសោះពួកវាស្អីក៏សឺណែវដែលមាញ់លឺតែពង្រឹងពង្រីកឯករាជ្យអព្យាក្រឹតសន្តិភាពលឺថាកិច្ចព្រមព្រៀងយោធាខ្មែរអាមេរិកអាក្រក់ចូលកុំស្ដាប់វាឲ្យលងខ្លួនតាមវាតិចថាផានមិនប្រាប់កុំបោះឆ្នោតឲ្យពួកវាឲ្យសោះសុទ្ធតែអាក្បត់ជាតិអាកុម្មុយនីសព្រោះតែវាបំផ្លាញជាតិដូច្នេះហើយបានជាបេក្ខជនពួកវានៅកំពង់ចាមត្រូវចាប់ឃុំអាលឹមគង់ទៅដល់វេនចូលគុកទេពួកវានេះហើយដែលដូចត្រាបញ្ជីឃុំយើងហើយបានពាត់បាញ់ខ្ញុំនិងប៉ូលីសនៅទូលគោកត្រោះពួកវានេះហើយដែលបានដេញខ្ញុំឲ្យរត់ចោលតំណែងមេឃុំរត់ទៅពួននៅភ្នំពេញសឺណែវសន្តិភាពបានបំភ្លឺប្រជាជនខ្មែរឲ្យភ្ញាក់ឲ្យយល់នយោបាយក្នុងស្រុកនិងក្រៅប្រទេសឆន្ទៈសន្តិភាពនិងអភិញ្ញក្រិតភាពបានចាក់រាល់នាទីយ៉ាងជ្រៅទៅក្នុងមហាជនត្រីអាចមានសិទ្ធិដូចបរោះអ្នកស្រុកនៅគុំគោកចំបក់បានភ្ញាក់រលឹកស្រឡាញ់នយោបាយអភិញ្ញក្រិតនិងចេះរួបរวมគ្នាពិភាក្សាពីការបង្កើតសហករណ៍នៅក្នុងឃុំពូផានបន្ទោចេះស្ដីលឹមដោយម្ដេចក៏ប្រជាជនលែងជឿហើយមានខ្លះទៀតហ៊ានខ្តក់ពូផាន់ឲ្យទល់ម្ដងនៅកណ្ដាលវត្តលោកលែងប្រជា
ប្រជាជនស្អប់ក្អើមប្រឆាំងចក្រពត្តិនិយមអាមេរិកាំងបានខ្ទប់មាត់ពូផាន់ព្រមទាំងបង្ខំគាត់ឲ្យឆែកនិយាយតាមអ្នកភូមិខ្លះផងយើងត្រូវរួមសាមគ្គីគ្នាយើងត្រូវបំភ្លេចរឿងដើមចោលលឹមឯងខុសខ្លះពូក៏ខុសខ្លះយើងឈប់ជេរគ្នាពួកលឹមឯងមិនឈរឈ្មោះធ្វើបេក្ខជនសភាខេត្តទេនៅឃុំយើងនេះលឹមឯងជួយមែនទែនតែលោកហុងឆ្នេះស្រេចហើយគាត់ប៉ិនអែបជាងគេណាស់កាលជប៉ុនគាត់ស្អិតជាមួយជប៉ុនហើយឥឡូវបែបត្រូវជាមួយអាមេរិកាំងណាស់ជាដាច់ខាតពូប្រឆាំងនឹងនយោបាយអាកាំងដែលអូទៀងយើងចូលសេ ATO តែចំពោះអ្នកគ្រូគូរក់សណែវបាំងឲ្យអ្នកអូព្រួយបារម្ភលាចំលោះគ្នាមឹងដែលបានលាញាក់ទៅមិនឃើញត្រឡប់មកវិញសោះម៉ែឪមឹងបានចាំយូរឆ្នាំ2ឆ្នាំ អស់សង្ឃឹមក៏ប្រាប់អ្នកគ្រូគូរស់កុំឲ្យនេះចាំមឹងទៀតតែអ្នកគ្រូគូរស់មិនបានដាច់ចិត្តព្រាមទេអ្នកចេះតែនឹកចេះតែមើលសម្បុត្រមឹងដែលបានទុកឲ្យអ្នកកាលល្ងាកចេញទៅអ្នកដើរស៊ើបសួរដំណឹងមឹងរាល់ថ្ងៃរាល់ខែឆ្នាំ1955កន្លងឆ្នាំ1956មកដល់សាមគ្គីភាពរវាងប្រជាជនខ្មែរបានចម្រើននយោបាយអព្យាក្រឹតប្រជាជនខ្មែរបានលើកទង់ជាតិខ្មែរឲ្យល្បីល្បាញសកលលោកចក្រពត្តិនិយមអាមេរិកាំងប្រឆាំងហើយដើរគ្រប់មធ្យោបាយជ្រៀតជ្រែកបំបែកខ្មែរឲ្យបែកសាមគ្គីរវាងបកនិងបករវាងសមាជិកនិងសមាជិកក្នុងបកប្រទេសកុម្មុយនីសបានជួយឧបត្ថម្ភនយោបាយអព្យាក្រឹតខ្មែរប្រទេសសហភាពសូវៀតប៉ូឡូញឆេកូស្លូវ៉ាគីយូទូស្លាវីបានទទួលតំណែងប្រជាជនខ្មែរហើយបានរៀបចំដាក់ទូតទៅវិញទៅមកសេចក្តីអស់សង្ឃឹមបានទុកតណ្ដៃឲ្យសេចក្តីសង្ឃឹមញាក់ពេជ្រនារីបងជីដូនមួយអ្នកគ្រូគូរស់បាំងដល់គូបុណ្យអាពាហ៍ពិពាហ៍បានរៀបចំធัวដោយរីករាយនៅខែពិសាខនៅថ្ងៃព្រឹកចូលរោងមនុស្សម្នាក់បាននាំសម្បុត្រមួយច្បាប់មកជូនអ្នកពេជ្រនារីមានសេចក្តីថាសូមគោរពអ្នកបងនារីខ្ញុំស្ដាយជាខ្លាំងដោយមិនបានមកការអ្នកបងនៅថ្ងៃនេះសូមផ្ញើសម្បុត្រនេះជូនពរអ្នកបងឲ្យបានប្រកបតែសេចក្តីចម្រើនគ្រប់ប្រការមឹងសម្បុត្រនេះបានធ្វើឲ្យថ្ងៃចូលរោងកាន់តែរីករាយសប្បាយទ្វេទៀតអ្នកគ្រូគូរស់អ្នកពេជ្រនារីម៉ែឪមឹងបានចំរោមអ្នកនាំសម្បុត្រសួរដំណឹងពីមឹងអ្នកនាំសម្បុត្របានឲ្យការថា2ខែក្រោយចេញពីព្រៃវែងមឹងបានឡើងទៅចរណានៅស្ទឹងត្រែងខ្លងការប្រតិបត្តិការគាត់បានជួបប្រយុទ្ធយ៉ាងខ្លាំងនឹងកងទ័ពបារាំងមឹងត្រូវរបួបដៃឆ្វេងហើយសប្តាហ៍ថ្ងៃនេះកំពុតដៃម្ខាងឥឡូវគាត់នៅបង្ក្រានផោស្រឹកលើដំណឹងនេះបានពង្រីកមុខអ្នកគ្រូគូរស់ធំជាងគេអ្នកគ្រូបានជាជីកសួរអ្នកនាំសម្បុត្រសពគ្រប់ហើយស្នើឡើងទៅជាមួយទៅជួបមឹងអ្នកនាំសម្បុត្របានខាត់ហើយសូមឲ្យអ្នកគ្រូសរសេរសម្បុត្រទៅវិញអ្នកគ្រូគូរស់បាននឹកអនុស្សាវរីយ៍គ្រប់សពហើយសរសេរសម្បុត្រមួយផ្ញើទៅមឹងថានឹងក៏รู้ហើយឬដឹងចង់គ្នាមកពេលមកនឹងពីគិញសូមមើលប្រងក៏ខ្ញុំមើលរិញលៀបទុំមានភ្លេចក្លោហបើនឹងគ្រីមកតាំងចាំជួchẳng ruộng chẳng ruột chẳng khen thừng tay đai nâng đăng nâng nợ chột người trây mùng rong ní nàoตัวปากน้อยในหางบนข้าบนปาtayใช่อีตาในเส้นเรื่องบาดชาคนฮอนลอมีสกปาhai xa xưa giờ nan nu anh cứ nói sna hai cho siêu xa nun nó tua mình plik cô đứng hai đôi yong rất khiến một em ngon ngoan đừng sao nên trong cốp hiu mai là tuôn plik yong mai mà kare nắp than chân chua chẳng rong chẳng rốc chẳng than chờ mỗi đôi mình năn mình ở đây chạm cơ thể tung nô niên nga vô từng nơi những tham bóng ta tham quát đai xuyên tí tra
sẽ Giờ làm mình ai kia quay xa Hãy chẳng say sờ lên mám kề រំលងមួយខែក្រោយអ្នកគ្រូគូរស់បានទទួលសម្បត្តិមួយច្បាប់មកវិញ Thu rục môn thia băng sai đất Đơn sông rõm lệch có rùa thùng Sen bay xăm rách chơi chung nắng Bông hăng không nà mình có đàn Giờ rụp rùn chi thêm môi Srei trọt krei chuối tên khmen chăng Trơ đút tay đi yan rô hăng Rùa rõm đom rah ti bục mang Trùi ti cho su yên mà ram Yang thơ của chăng ám đời rèn gan Ước trao chiều trái mất chất đắng Phương can công làng khám trong nồi Khang mà lệnh thương suy chê mà ôm Ang ốc băng bộ mi ấn thô mặn trôi Rốt mê đừng đi dân trông trông thôi Rốt mang bia trôi ngọt in đời Ai cho thông bò nọc slay Và chỉ mô đi đông mong thăng Sông thanh tao đỡ ngồi ngọt thua dưới Đạo mà gây đông rau không chim đi Hàm bay xuống trâu xốp tên nhau Tình bia oi thích đành kèm rõ Thân dơn man soi mất săn trong khu xa Gắn rùa rạc xế con tàu tên Bên sen tư rô chân lý ta rô kén Mơ khrum màu càng đá công không Bọc mơ một liên thống lệ không Họ khrum đi trong trông nông Dường